បាថោខ្ញុំបាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូមេដាបៃតាអ្នកណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់ខ្ញុំបាទឈ្មោះសីរតនាញអាយុ8ឆ្នាំខ្ញុំមានឈ្មោះថាយ៉ាងឆេអ៊ីមានអាយុ8ឆ្នាំខ្ញុំបាទឈ្មោះសារតនាមានអាយុ9ឆ្នាំខ្ញុំឈ្មោះយ៉ាសូមេតាខ្ញុំមានអាយុ9ឆ្នាំខ្ញុំឈ្មោះបន្ថែមមានអាយុ9ឆ្នាំខ្ញុំរៀននៅថ្នាក់ទី3កនៅសាលារៀនបញ្ញវត្តិខ្មែរមានទីតាំងនៅស្រុកសាងខេត្តកណ្ដាលពួកខ្ញុំឡើងមកនេះដើម្បីមកបកស្រាយប្រធានបទមួយដែលមានចំណងជើងថាការផ្លាស់ប្ដូរធារាកាសសូមចាប់ផ្ដើមកាលណាគេនិយាយពីខ្យល់កម្ដៅធាតុត្រជាក់គឺគេនិយាយអំពីធារាកាសគឺជាបម្រែបម្រួលសភាពនៃបរិយាកាសរយៈពេលខ្លីពេលព្រះអាទិត្យរះល្អវាធ្វើឲ្យមានពន្លឺនិងកម្ដៅពេលមានខ្យល់បក់មកយើងហាក់ដូចជាមានអារម្មណ៍ត្រជាក់ពេលយកគ្នាពន្លឺព្រះអាទិត្យវាធ្វើឲ្យយើងត្រជាក់ខ្ញុំសូមជូនការបកស្រាយបន្តអំពីការប្រែប្រួលធារាកាសទៅមកខ្ញុំឆាអ៊ីនៅពេលដែលព្រះអាទិត្យរះខ្យល់ក្ដៅពេលនោះគេថាថ្ងៃនេះអាកាសធាតុក្ដៅពេលមានពពកច្រើនមកបាំងព្រះអាទិត្យខ្យល់មិនសូវក្ដៅពេលនោះគេថាថ្ងៃនេះអាកាសធាតុត្រជាក់ស្រួលពេលព្រះអាទិត្យរះពពករសាត់គេថាថ្ងៃនេះមានខ្យល់ពេលមេឃខ្មៅងងឹតពពកក្រាស់គេថាមេឃចិត្តលៀងហើយខ្ញុំសូមជូនការបកស្រាយបន្តអំពីពន្លឺនិងកម្ដៅព្រះអាទិត្យទៅមកខ្ញុំរតនាព្រះអាទិត្យកម្ដៅផែនដីទឹកខ្យល់និងវត្ថុផ្សេងទៀតពន្លឺព្រះអាទិត្យធ្វើឲ្យអាកាសធាតុក្ដៅពេលពន្លឺព្រះអាទិត្យថយចុះធាតុអាកាសក៏ចុះត្រជាក់គេអាចវាស់កម្ដៅនៃបរិយាកាសបានដោយប្រើឧបករណ៍យ៉ាងឈ្មោះសេតុណ្ហមាត្រឬទាំងម៉ូម៉ែត្រខ្ញុំសូមជូនការបកស្រាយបន្តអំពីលំនាំធាតុអាកាសប្រចាំថ្ងៃទៅមកខ្ញុំមេតាលំនាំធាតុអាកាសប្រចាំថ្ងៃមានប្រយោជន៍ដូចជាពពកច្រើនបង្កើតបានជាម្លប់ពេលបើថ្ងៃប្រជាជនយើងអាចហាលស្រូវហាលខោអាវបានស្ងួតល្អពេលមានពពកខ្មៅច្រើនប្រាប់ឲ្យដឹងថាចិត្តយើងហើយដូចនេះយើងត្រូវជាលក្ខណៈខ្ញុំសូមជូនការបកស្រាយបន្តទៅមកខ្ញុំប៊ុនហេងអាកាសធាតុមិនទៀងជួនក្ដៅជួនត្រជាក់ជួនភ្លៀងជួនខ្យល់ជាហេតុងាយឲ្យមនុស្សសត្វងាយកើតជំងឺណាស់ដូចនេះយើងត្រូវតែប្រុងប្រយ័ត្ននិងថែរក្សាសុខភាពឲ្យបានល្អការបកស្រាយរបស់ពួកខ្ញុំត្រូវបានបញ្ចប់សូមអរគុណសូមជម្រាបលា